បាទកាលពីវីដេអូមុនខ្ញុំធ្លាប់បកស្រាយអំពីដើមអំពិលបាទដើមអំពិលមានក្លឹមជារបស់មួយដែលកម្រឥឡូវនេះដើមអំពិលមិនត្រឹមតែមានក្លឹមរហូតដល់មាននាងពួនទៀតអញ្ចឹងខ្ញុំក៏ចង់បកស្រាយពីលក្ខណៈពិសេសរបស់ដើមអំពិលថាកាលណាមាននាងពួននោះគេចាត់ទុកថាជារបស់មួយកាន់តែពិសេសទៀតបាទព្រោះនាងពួនអំពិលគេចាត់ទុកថាជារបស់មួយកម្រហើយពិសេសហើយពូកែស័ក្តិសិទ្ធិថែមទៀតព្រោះថាបើសិនជាឃើញដើមអំពិលមួយដើមគេដឹងថាមានក្លឹមហើយពេលនោះក៏គេពុះបាទយកក្លឹមតែចៃដន្យក៏ស្រាប់តែឃើញដុំផ្លែកបាទនៅកណ្ដាលក្លឹមអំពិលហ្នឹងគឺខ្លះទៅរៀងដូចស្លឹកឈើទៅខ្លះទៅរៀងដូចត្រវែងខ្លះទៅរៀងដូចដំណក់ទឹកបាទទៅតាមបែបបទនៃធម្មជាតិដែលលោកកកើតឡើងបាទអញ្ចឹងមានប្រភេទនាងពួនមួយទៀតនៅក្នុងដើមអំពិលដែរគេហៅនាងពួនក្លឹមលងបាទក៏ជាប្រភេទដែលមានរូបរាងដូចជានាងពួនតូចនឹងដែរគ្រាន់តែថាដើមក្លឹមលងហ្នឹងគឺនៅជាប់ដើមលុះត្រាតែយើងយកអីអាឬក៏កាត់អញ្ចឹងណាបាទអញ្ចឹងរូបរាងនៃក្លឹមលងហ្នឹងក៏អត់ជាប់សាច់អីដែរគឺសាច់រលោងស្រដៀងដូចទៅនឹងនាងពួន7ទូចដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទអញ្ចឹងក្លឹមលង7គឺមានលក្ខណៈធំជាងហើយទំហំក៏រៀងវែងជាងនាងពួន7ទូចនេះបាទអញ្ចឹងបើយើងចង់ឆ្លាក់ជាតួអង្គតើយើងគួរសាងតួអង្គអីតួអង្គដែលយើងសាងបានច្រើនទៅតាមការពេញចិត្តរបស់បងប្អូនបាទគឺយើងចង់សាងជាតួអង្គព្រះពុទ្ធអង្គក៏បានតួអង្គព្រះសាវកក៏បានតួអង្គព្រះទេវៈក៏បានទៅតាមការយល់ឃើញនិងការគោរពស្រឡាញ់របស់យើងបាទនិយាយពីឥទ្ធិពលនាងពួន7វិញនាងពួន7គឺការពារបាំងពួនបាទរាល់ឧបសគ្គបជានៅសភាវៈដែលមិនល្អគឺសរុបមកគឺបាន100គុណបាទអញ្ចឹងសម្រាប់វីដេអូនេះដែរបើសិនជាខ្ញុំមានការបកស្រាយមានការលើសលួសខ្វះខាតត្រង់ណានោះក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាទីបញ្ចប់នេះដែរជាងចម្លាក់ប្រម៉ែធរណីក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាបាទសូមអរគុណសូមជម្រាបលា